សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីកុំឆ្ងល់ណានេះគឺជា channel ទី2 for admin ព្រោះថា channel ទី1 for admin មានបញ្ហាបាត់ហើយជាប់រយៈពេល7ថ្ងៃនោះសំណប់ចិត្តបានធ្វើបាប admin ម្ដងហើយម្ដងទៀតឥឡូវហ្នឹងគឺថាផ្អាក channel for admin មួយតែម្ដងអញ្ចឹងប្រហែលជា admin អាចនឹងផុស channel នេះដូចគ្នាកុំភ្លេចចុច like subscribe ហើយ comment ឲ្យ admin ផងណាព្រោះថាកុំឲ្យ admin បាក់ទឹកចិត្តអូចឹងហើយជួយគាំទ្រ admin គឹមណានលើសំដីដល់ហួសហេតុផលចែកខ្ចុងហើយគេខឹងហើយគេក្លោដៃចែកខ្ចុងចាញ់គេស្ដីប្រាប់ចែកខ្ចុងឡើងមកតែហឹងហ្មងថាលោកយាយផកគេអាចនឹងស្លាប់បានចែកខ្ចុងគេលឺហើយគេគាំងហ្មងព្រោះគេនឹកស្មានអញ្ចឹងគឹមណានគេស្ដីទៅសួរចែកខ្ចុងថាតើរឿងទាំងអស់ហ្នឹងវាសំខាន់ជាងជីវិតមនុស្សម្នាក់មែនអញ្ចឹងហើយដាច់ខាតគេត្រូវទៅគេអាចនៅទីនឹងជាមួយចែកខ្ចុងបានទេគឹមណានគេនិយាយអញ្ចឹងរួចក៏គេចេញទៅតែចែកខ្ចុងវិញគេអង្គុយគាំងហ្មងព្រោះគេអត់ដឹងនិយាយអីហ៎ទឹកមុខនេះអត់ដឹងតែខ្លួនឯងធ្វើខុសឬមួយក៏មិនកាន់ម្ដងមន្ទីរពេទ្យគឹមណានគេកំពុងតែពិគ្រោះជាមួយនឹងគ្រូពេទ្យហើយអ្នកគ្រូគាត់ថាគាត់ចាំបាច់នៅពេលដែលអ្នកជំងឺមានស្ថានភាពអាក្រក់បំផុតត្រូវតែទៅអាណាព្យាបាលអ្នកជំងឺហើយដោយសារតែផ្លូវដង្ហើមផលលោកយាយគឹមណានមានបញ្ហាដូច្នេះហើយទៅគាត់ទៅគឹមណាននៅម៉ោង2ភ្លឺតែវាក៏ជាសំណាងល្អរបស់លោកយាយឥឡូវហ្នឹងគាត់បានរួចផុតពីគ្រោះថ្នាក់ហើយលើការនិយាយផងអ្នកគ្រូពេទ្យហើយគឹមណានគេអរគុណអ្នកគ្រូពេទ្យណាអ្នកគ្រូពេទ្យក៏និយាយបន្តដែរដោយសារការព្យាបាលរបស់គាត់គឺថ្មីស្លាងពេកដូច្នេះហើយការប៉ះពាល់ទាំងអស់គាត់មិនអាចទីទុកមុនបានទេអញ្ចឹងក៏គាត់សង្កល់ថាបញ្ហាដែលលោកយាយផកគឹមណានជួបហ្នឹងគឺជាការប៉ះពាល់មួយដែរគឹមណានក៏យល់ស្របជាមួយអ្នកគ្រូយាយដែរចំណែកក្នុងចិត្តគឹមណានវិញគេភ័យអត់តាន់បាត់ទេញ័រខ្លួនញ័រប្រាណអស់ហើយគេអរគុណព្រះជាម្ចាស់ដែលអត់មានរឿងអីកើតឡើងចំពោះលោកយាយផកគេគឹមណានមិញហ្នឹងគេភ័យថាលោកយាយផកគេអាចនឹងទៅចោលគេហើយក្នុងពេលហ្នឹងដែរអ្នកគ្រូពេទ្យក៏បានស្នើសុំឲ្យគឹមណានហ្នឹងជួយមកមើលថែលោកយាយឲ្យបានច្រើនហើយជួយមកជួបគាត់ឲ្យបានច្រើនផងដែរដោយសារតែថ្មីនេះការព្យាបាលរបស់លោកយាយកាន់តែពិបាកទៅគាត់ពូកែទ្រាំទៀតគាត់កំពុងតែព្យាបាលតាមរយៈចាក់គីមីផងដែរហេតុទាំងអស់នេះហើយវាក៏ជាការចាំបាច់សម្រាប់គឹមណានត្រូវតែមកមើលគាត់ទោះជារវល់យ៉ាងណាក៏ដោយព្រោះតែអ្នកជំងឺត្រូវការមានអ្នកនៅក្បែរដែលជាគ្រួសារតែមួយគត់ផងគាត់ដើម្បីមកគាំទ្រដើម្បីមកលើកទឹកចិត្តអ្នកគ្រូពេទ្យនិយាយអស់ហើយគឹមណានក៏គេយល់ស្របគេអូខេនៅក្នុងការមកមើលលោកយាយផងគេអ្នកគ្រូពេទ្យក៏ឆ្លើយទៅវិញណាថាបើអញ្ចឹងល្អហើយពេលអ្នកគ្រូពេទ្យទៅបាតគឹមណានគេភ័យឡើងញ័រជើហ្មងលើចកងចុះមិនមានសំបីតែកម្លាំងឈរនៅដកហើមមិនចង់ដល់គ្នាព្រោះតែភ័យពេកហើយនៅពេលដែលចូលមកមើលលោកយាយឃើញលោកយាយសម្រាប់បែបហ្នឹងទៀតធ្វើឲ្យមនុស្សដូចជាគឹមណាននេះទប់មិនជាប់ទេរត់ទៅចាប់ដៃលោកយាយនឹងយំចេញមកសោបជាមួយនឹងពាក្យសុំទោសលោកយាយព្រោះគាត់មិនឈប់ថែមទាំងបន្ទោសខ្លួនឯងទៀតថាមើលថែលោកយាយអត់បានល្អកាន់មកដល់ពេលដែលគឹមណានចេញពីពេទ្យវិញគេដើរតាមផ្លូវទៅផ្ទះរបស់ជ័យខ្ចុងហ្នឹងទៅល្ងាហ្មងព្រោះតែយប់មិញហ្នឹងគេរត់ចេញទៅដល់អត់បានយកអាវក្រៅមកទេហើយពេលហ្នឹងទៀតសោគេភ័យទៀតដូច្នេះហើយគេដឹងថាក្តៅឬមួយត្រជាក់ពេលដែលគឹមណានមកដល់ផ្ទះហ្នឹងក៏សោពេជាមួយនឹងជ័យខ្ចុងត្រូវចេញទៅហាត់ប្រាណតែគឹមណានហាក់បីដូចជាអារម្មណ៍មិននៅក្នុងខ្លួនទេគេប្រាប់ជ័យខ្ចុងថាគេមកវិញហើយគេសុំជ័យខ្ចុងសម្រាប់1 ម៉ោងហើយគេក៏សន្យាដែរថាគេនឹងធ្វើការឲ្យតាន់ពេលវេលាជ័យខ្ចុងគេបានតបជាមួយគឹមណានទេគឹមណានក៏បានចាប់អារម្មណ៍ដែរព្រោះឥឡូវហ្នឹងគេកំពុងតែគិតថាគេអាចនឹងផ្ដាសាយឯមកទៅអញ្ចឹងហើយពេលនេះគឹមណានគេមកដល់ភ្លាមក៏ដេកលើស្លងភ្លាមហ្មងចំពោះជ័យខ្ចុងវិញគេចងស្បែកជើងដើម្បីរត់ទៅហាត់ប្រាណរត់បដាហ្នឹងក៏ចិត្តនៅតែស្ងប់ដែរគិតពីរឿងគឹមណានមិនឈប់កាលពីយប់មិញហ្នឹងគឹមណានគេថាអាចបន្តបានទេតែគិតថារឿងទាំងអស់ដែលជ័យខ្ចុងធ្វើហ្នឹងវាសំខាន់ជាងជីវិតមនុស្សម្នាក់មែនតើថ្ងៃនេះមកវិញគឹមណានគេនិយាយថាសុំសម្រាប់1 ម៉ោងតែរឿងទាំងអស់ហ្នឹងឯងដែលធ្វើឲ្យជ័យខ្ចុងគេកំពុងតែគិតថាគឹមណានចង់បានអីត្រូវទៅធ្វើនឹងអត់ខ្វល់ពីគេសោះគិតមួម៉ៅអីតែឯងឲ្យដងហាមធំម្នាក់ឯងហ្នឹងទៅគឹមណានគេបើកភ្នែកភ្ញាក់ឡើងទាំងមមីមកមើលកលេចចុះឡើងញីភ្នែកក៏ប្រឹងស្រែកហៅលោកយាយផកគេតើលោកយាយនៅណាលោកយាយផកគេនៅណាតើតែអញ្ចឹងទៅកាន់តែភ័យទៅទឹកភ្នែកក៏ហូរមកហើយសួរតែលោកយាយផកគេនៅណាចេះហៅលោកយាយបដាយំបដាដល់ថ្នាក់លោកយាយផកគាត់បានដើរមកដោយប្រាប់ចៅថាកុំយំអីហើយក៏ចូលទៅលួងលោមថាគាត់ទៅមកពីផ្ទះបាយយកទឹកមួយកែវតាចៅកំពុងតែភ័យខ្លាចមែនដានដែលបើកភ្នែកមកអត់ឃើញលោកយាយមានទៅណាលោកយាយនៅជាមួយដានតើកុំភ័យអីលោកយាយកុំទៅចោលខ្ញុំអីកុំទៅចោលខ្ញុំលោកយាយគេនិយាយបដាយំបដាលោកយាយក៏និយាយប្រាប់ចៅថាជាការប៉ាណាគាត់អាចទៅណាចៅគឹមណានបានទេគាត់មិនអាចទៅទីណាដែលគ្មានគឹមណានបានដូចគ្នានឹងតបមកយាយនឹងចៅក៏បានគេងជាមួយគ្នាតែគឹមណានគេនៅតែកិនអញ្ចឹងសុំបោលោកយាយគេថាកុំឲ្យទៅណាចោលគេព្រោះតែគេចង់នៅម្នាក់ឯងតទៅទៀតទេគេចង់នៅជាមួយលោកយាយការយល់សពដែលឈឺចាប់មួយនេះធ្វើឲ្យគឹមណានភ្ញាក់មកទាំងទឹកភ្នែកគឹមណានក៏ស្វេស្វាងើបមកដែរព្រោះតែគាត់ប្រហែលជាគេងលើសម៉ោងតែថានៅពេលដែលគឹមណានលើកទូរស
ศัพท์មកមើលគាត់ឃើញ miss call នឹងច្រើនហ្មងតែអីដែលធ្វើឲ្យគឹមណានភ័យមិនឈប់នោះគឺដោយសារតែខាងមន្ទីរពេទ្យជាអ្នកខលមកគាត់ចឹងហើយដែលធ្វើឲ្យគឹមណានគេបញ្ញាប់រត់ទៅមន្ទីរពេទ្យទាំងភ័យហ្មងខ្លាចមានរឿងអីកើតឡើងចំពោះលោកយាយរបស់គេហើយគេក៏ហូរធាបើកទ្វារស្រែកហៅលោកយាយតែរឿងដែលធ្វើឲ្យគេនឹកស្មានមកដល់ហើយឈប់ខាំងនោះដោយសារតែឃើញចេកខ្យងនៅជាមួយលោកយាយរបស់គេហើយមើលទៅក៏កំពុងតែនិយាយគ្នាសើចសប្បាយអត់ខ្វល់ពីគឹមណានណាទង្វើផលចេកខ្យងមួយនេះធ្វើឲ្យគឹមណានគេមុខក្រហមប៉ះទៀតហើយគេរៀបនឹងស្រីសួរចេកខ្យងថាហេតុអីបានចេកខ្យងមកហ្នឹងតែក្នុងពេលហ្នឹងលោកយាយរបស់គេបានហៅគឹមណានមុនដោយសារតែការបារម្ភពីលោកយាយគេក៏អត់បានតន់សួរចេកខ្យងទេឃើញចៅមកដល់ភ្លាមក៏បញ្ញាប់សួរថាហេតុអីបានគឹមណានលើស្គមច្រើនម៉េចគឹមណានក៏គេអត់ឆ្លើយទេប៉ុន្តែគេភ័យគេប្រាប់លោកយាយថាយំមិញហ្នឹងធ្វើឲ្យគេភ័យអញ្ចឹងហើយគឹមណានគេបញ្ញាប់សួរលោកយាយថាមានឈឺកន្លែងណាអត់សុខសប្បាយអត់លោកយាយក៏បានឆ្លើយតែសតុនមកវិញណែតែគាត់សុខសប្បាយទេគាត់អត់អីទេកុំបារម្ភអីក្នុងពេលហ្នឹងក៏គឹមណានចាប់អារម្មណ៍ចេកខ្យងណែក៏ហៅតែចេកខ្យងតែចំពោះចេកខ្យងគេនៅផ្លឹកមួយដោះគោនឹងអត់ឈប់លោកយាយក៏បាននិយាយមកហើយថាគឺជាចូលចេកខ្យងមែនគាត់មើលតែសង្ហាមិនតែប៉ុណ្្នឹងទេរឹងមាំឲ្យពូកែលើពីនឹងទៀតហ្នឹងគឺថាចិត្តល្អហើយគាត់ក៏សង្ឃឹមថាគឹមណានហ្នឹងអាចនឹងធ្វើដូចជាចេកខ្យងបានគាត់ក៏មិនភ្លេចអរគុណចេកខ្យងដែរដែលមើលថែគាត់ចេកខ្យងចេះឲ្យដោះគោផឹកដែរតាក៏តបទៅលោកយាយវិញថាមិនអីទេគេគ្រាន់តែសប្បាយនឹងរឿងនឹងដែរហ្នឹងចំណែកឯគឹមណាននេះវិញឃើញតែទង្វើផោះចេកខ្យងនឹងឲ្យគេនៅផ្លឹកនឹងឯងហើយសួរខ្លួនឯងថាមានរឿងអីកើតឡើងសោពេលហ្នឹងដែរលោកយាយក៏បានទៅសើពីចេកខ្យងហើយទៅសើទៀតថាគាត់ចិត្តល្អណាស់ហើយគាត់ក៏ជាមិត្តល្អហើយគាត់ចូលចិត្តទៀតគាត់និយាយមិនឈប់ទេតែគាត់ចូលចិត្តមិត្តផលគឹមណានហ្នឹងគឹមណានក៏ឃើញលោកយាយផងគាត់ទៅសើចេកខ្យងមិនឈប់អញ្ចឹងទៅគាត់ក៏យកស្របជាមួយដែរពេលដែលពីរនាក់គាត់កំពុងតែនិយាយគ្នាហ្នឹងអ្នកគ្រូកលៀនអបថៈក៏បានមកដែរអញ្ចឹងហើយដែលធ្វើឲ្យគឹមណានដឹងពីមូលហេតុដែលចេកខ្យងមកហ្នឹងព្រោះពេលដែលលោកយាយដឹងខ្លួនហ្នឹងគាត់តែងតែសួរគឹមណានអត់ឈប់ឈរអញ្ចឹងហើយបានគាត់ទេទៅតែចៃដន្យអីពេលហ្នឹងមិត្តភក្តិផលគឹមណានហ្នឹងគឺជាអ្នកលើកដែលម្នាក់នោះគឺជាចេកខ្យងនឹងឯងហើយដល់មូលហេតុហ្នឹងហើយទៅចេកខ្យងគាត់បានមកទីហ្នឹងក្នុងពេលដែលអ្នកគ្រូពេទ្យជាមួយគឹមណានកំពុងនិយាយគ្នាលោកយាយជាមួយនឹងចេកខ្យងក៏គាត់និយាយគ្នាដែរមើលទៅហាក់បីដូចជាស្វាយដល់ហើយលើយើងមកកាត់មើលមុននឹងថាចេកខ្យងហ្នឹងបានដឹងដល់របៀបណាទូរស័ព្ទគឹមណានរហូតឈប់ហ្មងហើយចេកខ្យងគេទៅតែមកពីហាត់ប្រាណតទៅពេលគេដើរទៅមើលទៅគេចាប់អារម្មណ៍ឃើញគឹមណានកំពុងតែអាសាប់អាសល់ចេកខ្យងគេមួមកមួយទូរស័ព្ទហ្នឹងដែរហ្នឹងព្រោះតែវារហូតឈប់តទៅពេលលើកមកទៅគេក៏បើកភ្នែកធំហើយក៏លើកយើងក៏បានដឹងនៅពេលហ្នឹងដែរថាចេកខ្យងគេនិយាយមួយអ្នកគ្រូថាគឹមណានហ្នឹងកំពុងតែឈឺចឹងហើយចាំគេទៅជំនួសអ្នកគ្រូក៏បាននិយាយថានៅពេលដែលដឹងដំណឹងមួយហ្នឹងហើយលោកយាយផកគឹមណានសប្បាយចិត្តណាគឹមណានគេនឹកស្មានដល់គេបានធ្វើមើលមុខចេកខ្យងហើយក៏គិតគឹមណានខ្លួនឯងហ្នឹងឈឺហើយចេកខ្យងក៏បានមកជំនួសគេគិតបណ្ដាក៏មើលទៅចេកខ្យងជាមួយលោកយាយបណ្ដាមើលទៅហាក់បីដូចជាត្រូវគ្នាល្អទៅពេលឃើញចឹងអ្នកគ្រូបែក៏គាត់និយាយដែរថាកាលពីម្សិលមិញហ្នឹងពួកយើងផាត់ភ័យគ្រប់តែគ្នាតែថ្ងៃនេះដែរវាហាក់បីដូចជាសំណាងណាដែលគាត់មើលទៅអត់អីហើយគាត់មានសុភាពល្អក្នុងពេលដែលគេស្លឹងមើលហ្នឹងគេក៏បាននិយាយប្រាប់ចេកខ្យងដែរថាគេមានរឿងចង់ប្រាប់ចេកខ្យងសោពេលដូចគ្នានោះផងដែរចេកខ្យងគេកំពុងតែចង់ទៅហាត់វិញដូច្នេះហើយគេក៏អូខេនិយាយមួយគឹមណានចេកខ្យងក៏គេដើរតួជាចៅល្អមិនភ្លេចសុំជំរាបលាលោកយាយដែរលោកយាយក៏បាននិយាយវិញដែរថាឲ្យចេកខ្យងទៅចុះគាត់ដឹងថាចេកខ្យងរវល់ខ្លាំងហើយគាត់អរគុណណាស់ដែលចេកខ្យងបានមកមើលគាត់តែមុនពេលទៅគាត់សុំចាប់ដៃចេកខ្យងហាក់បីដូចជាប្លែកណាស់នៅជាមួយលោកយាយគឹមណានស្ងាត់ស្ងៀមហើយក៏យកចិត្តទុកដាក់ក្នុងការនិយាយរបស់គាត់ទៀតតែលើការស្នើសុំផលលោកយាយហើយគាត់ក៏អូខេឲ្យលោកយាយចាប់ដៃគាត់តែអញ្ចឹងនឹងហើយលោកយាយគាត់ស្វាយចិត្តណាគាត់អរគុណចេកខ្យងមិនឈប់ហើយនៅញញឹមចេញមកទៀតតែធ្វើឲ្យចេកខ្យងហ្នឹងក៏គេថាអត់អីទេសម្រាប់គេមុននឹងចេញទៅហ្នឹងក៏អត់ភ្លេចហៅគឹមណានឲ្យមកតាមដែរដោយសារគឹមណានគេថាចង់និយាយជាមួយគឹមណានគេសួរចេកខ្យងតាមមកទីហ្នឹងដោយរបៀបណាគេដឹងថាចេកខ្យងហ្នឹងរវល់នឹងការហាត់ដែរចេកខ្យងក៏គេនិយាយទៅវិញថាមកពីឆ្លងកាត់កន្លែងហាត់ហ្នឹងគេក៏ឆ្លៀតចូលមកលេងតិចទៅហើយមិនគេមកអត់បានទេត្រូវសុំការអនុញ្ញាតពីគឹមណានមែនគេក៏និយាយថាឲ្យគឹមណានដែរថាគឹមណានហ្នឹងដេកគេដឹងអីសោះហ្មងហើយតែងតែយំហៅយាយគេចង់ដឹងថាយាយហ្នឹងមានពិតអត់បានគេមកហ្នឹងហើយណាមួយសម្បីទូរស័ព្ទហ្នឹងក៏គឹមណានអត់ដឹងថាមានគេទេមកដែរហាត់លើគឹមណានក៏និយាយទៅកាន់ចេកខ្យងវិញហើយយ៉ាងហោចណាចេកខ្យងក៏មិនបាច់ចាំធ្វើបែបហ្នឹងសម្រាប់គេដែរលឺសំដីរបស់គឹមណានហើយចេកខ្យងក៏គេនិយាយថាមិនមែនធ្វើសម្រាប់គឹមណានផងគេធ្វើសម្រាប់លោកយាយរបស់គឹមណានតាមកដល់ពេលនេះទៅគឹមណានគេនឹកឃើញការពីយប់មិញគេឈប់ពាក់កណ្ដាលទីគេសុំទោសចេកខ្យងគេក៏បានសុំទោសចេកខ្យងដែរពេលរឿងដែលគេស្រែកឲ្យចេកខ្យងយប់មិញខ្លាំងវាគឺជាលើកទី1ហើយវាក៏ជាលើកចុងក្រោយដែរគេសន្យាតែលើគឹមណាននិយាយចឹងចេកខ្យងគេតែនឹកឃើញខឹងថាយប់មិញហ្នឹងគឹមណានឈប់ពាក់កណ្ដាលទីគេប្រាប់គឹមណានថាបើសិនជានៅតែអញ្ចឹងទៀតគេដឹងតែអត់ទុកឲ្យគឹមណានរួចខ្លួនទេគឹមណានក៏ឆ្លើយសន្យាជាមួយចេកខ្យងដែរថាលើកហ្នឹងគឺជាលើកចុងក្រោយឯងគេធ្វើអញ្ចឹងទៀតទេគឹមណានក៏បានអោនក្បាលអរគុណចំពោះចេកខ្យងដែលមកទីហ្នឹងវាជាយូរណាស់មកហើយដែលគេ
ដែលឃើញយាយផកគេសោចហើយនៅសប្បាយចិត្តដូចថ្ងៃនេះអញ្ចឹងហើយគេអរគុណចេកខ្យងណាអរគុណហើយអរគុណទៀតហើយអរគុណចិត្តពីចិត្តទៀតចំពោះចេកខ្យងនៅពេលនេះគេរៀងកាំងណាព្រោះអូនញ៉ាំដាក់គេតែយ៉ាងណាមិញឥឡូវនេះក៏ដល់ម៉ោងគេចាញ់ទៅដែរគឹមណានក៏ស្រីប្រាប់ចេកខ្យងថាគេនៅនឹងទីទៀតបានគេទៅតាមក្រោយចេកខ្យងគេប្រាប់ទៅវិញថាឲ្យតែប្រកាសតែទៅដល់នឹងមុនពេលល្ងាចយាយមួយចេកខ្យងហើយគេក៏បានដើរចូលទៅក្នុងយាយមួយលោកយាយផកគេម្ដងចំពោះលោកយាយក៏នៅតែតសាចេកខ្យងអត់ឈប់ទេថាសាច់ដុំចេកខ្យងនឹងរឹងមាំណាមើលទៅគេសង្ហារឹងមាំតែពេលលើលោកយាយតសាពីចេកខ្យងអត់ឈប់អញ្ចឹងគឹមណានក៏សួរថាតើគាត់បាននិយាយអីជាមួយចេកខ្យងខ្លះលោកយាយគ្រាន់តែប្រាប់ថាចេកខ្យងនឹងគឺជាមនុស្សដែលសម្ដីផ្អែមណាមិនត្រឹមតែប៉ុណ្្នឹងទេគាត់នៅថាចេកខ្យងនឹងគួរឲ្យស្រឡាញ់ទៀតហាគួរឲ្យស្រឡាញ់គឹមណានគេសឹងតែមិនជឿតែមិនត្រឹមតែលោកយាយដែលតសើទេសម្បីតែកលៀនឧបថៈអ្នកគ្រូនឹងក៏គាត់តសើដែរចូលពេលដែលគឹមណានកំពុងគិតថាវាមិនជាបញ្ហាអីនៅពេលដែលចេកខ្យងមកហ្នឹងអ្នកគ្រូប៉ែក៏បាននិយាយប្រាប់ទៅកាន់គឹមណានថាចេកខ្យងបានបង់ប្រាក់រយៈពេល3ខែរួចហើយក្នុងវិក័យប័ត្រប៉ែគឹមណានក៏ទៅលើហើយនឹងភ្ញាក់ផ្អើលភ្លាមៗហ្មងវិក័យប័ត្រគេឆ្ងល់ណាហេតុអីបានជាចេកខ្យងនឹងធ្វើអញ្ចឹងតែដែលគេក៏ជាឧបករណ៍ប្រើប្រាស់សម្រាប់ចេកខ្យងនឹងនឹកឃើញតែរឿងចេកខ្យងនឹងបានជួយគេទេធ្វើម្ហូបឲ្យគេញ៉ាំហើយតាមទាំងជួយការពារគេទៀតគឹមណានគេកំពុងតែសួរខ្លួនឯងហើយតែមនុស្សគ្រប់គ្នានឹងធ្វើដូចជាចេកខ្យងមិនមែននៅពេលដែលពួកគេមានទ្រព្យសម្បត្តិច្រើនគឹមណានគេគិតផ្ដាក្តាប់ដៃផ្ដាព្រោះថាឥឡូវហ្នឹងគេអាចរលុយសងចេកខ្យងបានទេមិនថាចេកខ្យងឥឡូវហ្នឹងអាក្រក់ដាក់គេប៉ុន្តែបន្ទាប់ពីនោះគេតែងតែធ្វើល្អជានិច្ចចេកខ្យងជួយគេច្រើនណាស់ដល់អញ្ចឹងហើយបានគេមានអារម្មណ៍ថាដឹងគុណចេកខ្យងកាត់មកមើលផ្ទះរបស់ចេកខ្យងវិញម្ដងចេកខ្យងគេមកពីវឹកហាត់វិញហើយតែអីដែលស្រួលចិត្តសម្រាប់គេហ្នឹងគេធំក្លិនឈ្ងុយដោយជាហេតុធ្វើឲ្យចេកខ្យងហ្នឹងក៏លេចទៅមើលផ្ទះបាយអីដែលធ្វើឲ្យចេកខ្យងហើយតែភ្ញាក់ផ្អើលហ្នឹងគឺគឹមណានកំពុងតែធ្វើម្ហូបអញ្ចឹងហើយគេស្រីទៅកាន់គឹមណានភ្លាមៗមកថាគឹមណានហ្នឹងកំពុងតែធ្វើអីអូនគេនេះឃើញអញ្ចឹងហើយអូគេខ្វល់ដែរស្វាគមន៍មកកាន់ផ្ទះគេក៏ចាប់ផ្ដើមនិយាយទៅប្រាប់ចេកខ្យងថាដោយសារតែគ្រឿងនៅក្នុងទូអញ្ចឹងហើយគេក៏ធ្វើអាហារពេលព្រឹកទៅណាមួយគេក៏សង្កល់ឃើញអាហារពេលព្រឹកផលចេកខ្យងហ្នឹងវាសាមញ្ញណាស់ទោះជាចេកខ្យងហ្នឹងរវល់ខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែការបរិភោគអាហារក៏ត្រូវតែឲ្យល្អដល់ត្រឹមត្រូវដែរតែចេកខ្យងគេហៅតែឃើញគេមិនដានទេគេថាគេមានអ្នកត្រួតពិនិត្យអាហាររូបត្ថម្ភរបស់គេអីហើយបើចាំមកធ្វើរឿងទាំងអស់ហ្នឹងទេអញ្ចឹងហើយកុំធ្វើឲ្យផ្ទះបាយរបស់គេស្អុយតាំងពីព្រឹកអញ្ចឹងនិយាយមិនតនឹងរួចពីមាត់ផងហ្នឹងក៏កលេចឃើញមហូបផលគេតំណងមានអីទៀតបាត់មាត់ឆឹងក្នុងពេលហ្នឹងដែរគីមណានក៏សូមឲ្យចេកខ្យងហ្នឹងសាកភ្លក់សិនទៅមិនតណានិយាយអីគ្រាន់តែសាកលបងទៅបានហើយគីមណានគេថែមទាំងនិយាយទៀតថាបើសិនជាចេកខ្យងហ្នឹងនៅតែអត់ចូលចិត្តញ៉ាំចាំស្អែកហ្នឹងគេធ្វើអាហារពេលព្រឹកដែលចេកខ្យងធ្លាប់ញ៉ាំឲ្យលើអញ្ចឹងពីគីមណានហើយចេកខ្យងកាត់មាត់អីទេគេដាក់កូនអង្គុយចោលហើយក៏ភ្លក់អាហារគ្រាន់តែភ្លក់មួយម៉ាត់ភ្លាមមើលតែទឹកមុខចេកខ្យងក៏យើងដឹងណាថាវាឆ្ងាញ់អត់ដោយជាហេតុនាំឲ្យចេកខ្យងហ្នឹងសួរគីមណានថាចេះធ្វើម្ហូបដែរគីមណានក៏ប្រាប់ចេកខ្យងទៅតែគេចេះមកពីយាយផងគេហ៊ានធ្វើម្ហូបពីគាត់ដូចគ្នាហើយណាមួយថ្មីនេះគីមណានគេសិក្សាផ្នែកកីឡាផុសចេកខ្យងចឹងហើយគេដឹងពីរសជាតិផុសចេកខ្យងញ៉ាំប្រកាសថាអត់តែណាលោកខ្ញុំធ្វើដល់ដៃតាតនេះគីមណានគេចាប់ផ្ដើមនិយាយគេអរគុណចេកខ្យងថាធ្វើរឿងជាច្រើនសម្រាប់គេជាពិសេសឧបត្ថម្ភគេច្រើនយ៉ាងណាក៏ដោយគេនឹងប្រាប់ចេកខ្យងថាគេនឹងខំប្រឹងធ្វើវាអស់ពីសមត្ថភាពរបស់គេហើយគេធ្វើវាឲ្យបានល្អដើម្បីឲ្យចេកខ្យងនោះស្ថិតក្នុងស្ថានភាពកំពូលមួយហើយគេក៏បានអរគុណចេកខ្យងណាចំពោះវិក័យប័ត្រប៉ែតលោកយាយផងគេក៏បានស្បត់ដូចគ្នាថាគេនឹងសងលុយចេកខ្យងវិញចេកខ្យងតទៅលើគេមិនណាននិយាយចឹងគេលង្កាំងមកស្ទូដែរវេមកនិយាយស្អីគេពងញ៉ាំហេតុអីបាននិយាយរឿងទាំងអស់ហ្នឹងចឹងរៀបកម្រងមកនេះធ្វើអីឲ្យគេញ៉ាំហ្នឹងរៀបកម្រងចង់និយាយពីរឿងទាំងអស់ហ្នឹងមែនគីមណានគេលើឲ្យគេខំបដិសេធថាមិនចឹងទេមកពីចេកខ្យងហ្នឹងហើយហាក់បីដូចជាគួរឲ្យខ្លាចណាតាមពិតទៅគេមានឱកាសការងារល្អដែលមើលថែអ្នកប្រកួតលេខ1លំដាប់ថ្នាក់ពិភពលោកដូចជាចេកខ្យងចឹងហើយឥឡូវនេះគេអរគុណចេកខ្យងម្ដងទៀតដែលធ្វើរឿងទាំងអស់ហ្នឹងសម្រាប់គេហើយគេក៏សន្យាជាមួយចេកខ្យងដែរថាគេនឹងធ្វើឲ្យល្អបំផុតសម្រាប់ចេកខ្យងលើចឹងអីបានដៃបងគេបដ ហើយគេប្រាប់អូនឯងថាឲ្យរៀបចំអាហារពេលព្រឹកឲ្យគេជាងងថ្ងៃហើយទៅរួចរាល់នៅពេលដែលគេមកពីហាត់ប្រាណវិញគេនឹងញ៉ាំវាតែបើថ្ងៃប្រកួតវិញបាច់ធ្វើទេគេញ៉ាំអាហារធម្មតាផងគេគឹមណានគេលើអញ្ចឹងហើយគេក៏អូខេភ្លាមពេលដែលចេកខ្យងដើរទៅបាត់បានគឹមណានចាប់អារម្មណ៍លើចានបាយគេថាអស់លេងហ្មងគេគិតក្នុងចិត្តដែរថាមើលទៅប្រហែលជាចេកខ្យងចូលចិត្តអាហារទាំងអស់នឹងខ្លាំងហើយគឹមណានគេគិតក្នុងចិត្តថាតាំងពីជពាក់លុយផលចេកខ្យងមកស្អីដែលគេអាចធ្វើបានគេនឹងធ្វើគេថែមទាំងធ្វើឲ្យល្អអស់ពីសមត្ថភាពទៀតផង
នៅកន្លែងវឹកហាត់ក៏ដឹងបានរឡើងបញ្ជាក់ពីការញ៉ាំអាហារមុនពេលវឹកហាត់គីមណានគេរកដាក់មួយម៉ាត់ហើយប៉ុន្តែក៏លេចឃើញអ្នកអត់ឃ្លានទាំង3នោះក៏លេចមើលទាំងហៀទាំងមាត់ក្រៅគេចង់ញ៉ាំ burger ដែរអូមកឲ្យគេញ៉ាំស្បៃទៅធ្វើឲ្យមនុស្សល្អដូចជាគីមណានសួរគេថាញ៉ាំមួយម៉ាត់អត់ញ៉ាំតិចអត់កុំឲ្យពួកគេលោកគ្រូពួកវាធ្វើការសម្រក់ទម្ងន់មុននឹងចូលប្រកួតលើលោកគ្រូនិយាយឲ្យគីមណានក៏ស្នើសុំឲ្យញ៉ាំដោយឡែកនឹងគ្នាទៅតែលោកគ្រូក៏បាននិយាយវិញថារឿងនឹងបាច់ចាំបាច់ទេសម្រាប់ពួកយើងឮចឹងហើយម្នាក់ល្អវ៉ាខាងនេះសិតតែសាឡាតហើយខាងនោះវិញសិតឈុត hamburger ពួកឯងទាំងអស់គ្នាត្រូវចងចាំថាបើសិនជាពួកឯងមិនស្រកទម្ងន់ទេឯងនឹងមិនអាចបានប្រកួតឡើយលើពីនឹងទៀតពួកឯងនឹងត្រូវដេញចេញចឹងញ៉ាំអាស្បៃនឹងណាញ៉ាំទៅហើយកុំគិតឲ្យសោះចង់បន្លំណាកុំស៊ីអីបន្លំឲ្យសោះប្រយ័ត្នត្រូវទោះជាគ្រូនិយាយចឹងក៏ដោយតែ3នាក់ដល់ដូចជាមិនសោកចិត្តទេគេស្អប់ស្បៃតែថ្លៃអីតែគីមណានលើទៅពួកគេស្អប់ស្បៃតាមពិតទៅគីមណានគេចូលចិត្តស្បៃជាងតែលើពីនឹងទៀត admin គឺនិយាយខុសហើយមិនមែនស្បៃទេគេហៅថាសាឡាត់ហើយ admin ច្រឡំហៅស្បៃក្នុងពេលនឹងដែរតឡងគេបានចាប់អារម្មណ៍ឃើញចែកខ្យងអត់ញ៉ាំអីគេក៏សួរចែកខ្យងទៅតែអាហារពេលព្រឹកផចែកខ្យងនឹងញ៉ាំអីគេព្រោះតែគេខ្លួនឯងនឹងអត់ដឹងថាត្រូវញ៉ាំអីនៅពេលព្រឹកដូច្នេះហើយគេសុំសួរសិស្សច្បងចែកខ្យងក៏គេនិយាយថាអាហារពេលព្រឹកមែនគេញ៉ាំអីក៏បានដែរឲ្យតែគីមណានជាអ្នកធ្វើស្មីខ្លួននេះលឺហើយកំពុងតែផឹកខូចផងលង្កាំងហើយពីអ្នកនេះលឺហើយក៏ឆ្ងល់អាហារពេលព្រឹកក៏សួរទៅកាន់គីមណានតែគីមណានទៅផ្ទះបងចេះខ្យងធ្វើអាហាររកព្រឹកឲ្យគាត់មែនតែពេលលើគេសួរគីមណានច្រើនពេកហើយគីមណានអត់ឆ្លើយទៀតចេះខ្យងក៏ជាអ្នកឆ្លើយថាឥឡូវហ្នឹងគីមណានរស់នៅជាមួយគេគីមណានគេលឺសម្ដីចេះខ្យងហើយគេព្រោះទឹកចាញ់ហ្មងព្រោះនឹកស្មានថាចេះខ្យងហ្នឹងនិយាយចឹងសូពេលហ្នឹងដែរម្នាក់លឺហើយក៏ភ្ញាក់ផ្អើលដែរមកគីមណានឆ្លក់ឡើងក្រហមហើយលោកគ្រូក៏បានសួរថាហេតុអីបានចេះប្រាប់គាត់តែហ្នឹងគឺជាការពិតមែនគីមណានក៏ឆ្លើយទាំងញ័រហ្មងថាហ្នឹងគឺជាការពិតឯ4នាក់នេះទៅលងគេនៅគាំងស្ញាញ់តែ3នាក់នេះវិញគេភ្ញាក់ផ្អើលពួកគេចំណែនគេចង់ទៅផ្ទះចេះខ្យងដែរព្រោះតែផ្ទះផចេះខ្យងពិតជាធំខ្លាំងណាស់ហើយលើតែមានអាងទឹកទៀតគេចង់ទៅឃើញផ្ទះផចេះខ្យងតែពួកគេដែរបានទៅទេបិទមាត់ណានិយាយច្រើនណាពួកនេះសៀវសម្ដីផចេះខ្យងពិតជាអាក្រក់លើសពីការស្មានទៀតក្នុងពេលហ្នឹងទៅលងក៏បានលើសោះច្បងនោះនិយាយដែរថាចេះខ្យងហ្នឹងដែរឲ្យណាគេទៅលេងផ្ទះគាត់ទេតើលើអញ្ចឹងតឡងគេមើលមុខចេះខ្យងហើយក៏មើលមុខគីមណានកំពុងតែក្រហមនឹងទៀតតែធ្វើឲ្យគេណាមានអារម្មណ៍ថាមិនទេគេក៏កើតក្នុងចិត្តដែរថាពីរអ្នកគាត់នឹងកំពុងតែរស់នៅជាមួយគ្នាមែនតាំងពីដើមមកតឡងចាត់ទុកចេះខ្យងគឺជាមនុស្សដ៏ខ្លាំងណាស់នៅក្នុងពិភពលោកត្រូវបានគេទទួលស្គាល់គ្រប់តែគ្នាគឺមនុស្សអស្ចារ្យក៏ជាមនុស្សខ្លាំងបកែគ្រប់សពបែបយ៉ាងទាំងអស់ហើយគេមានសេចក្តីស្មារតីមួយគឺចង់ខ្លាចដូចជាចេះខ្យងអញ្ចឹងជោគជ័យលើវិស័យទាំងអស់នឹងឯងហើយវាក៏ជាដើមហេតុដែលធ្វើឲ្យគេឡើងពីជនបទមកសេអូដែរឃើញការប្រកួតផចេះខ្យងពិតជាល្អចាហើយគេមានឈ្មោះថាយុនគូសប្តាហ៍ថ្ងៃគេមានអាយុ20ឆ្នាំគេមានក្តីសម័យតែមួយគត់គឺដូចជាចេះខ្យងនឹងឯងគេនឹងជោគជ័យដូចជាចេះខ្យងប៉ុន្តែតាមពិតទៅការវឹកហាត់ទាំងអស់នេះគេបានឡើងទៅប្រកួតផ្ទាល់ទេលោកគ្រូក៏បានដឹកនាំបងទៅ3នាក់នេះដើម្បីទៅប្រកួតអញ្ចឹងហើយគេតែងតែទុកតឡងឲ្យនៅម្នាក់ឯងវាជាការពិតដែលគេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីការប្រយុទ្ធណាមួយបញ្ហាចម្បងមួយទៀតហ្នឹងគេគ្រាន់តែជាអ្នកស្ម័គ្រចិត្តមកធ្វើការតែប៉ុណ្ណោះសូឡាកូនស្រីក្រតាន់តិចគេតិចទៀតប្តីអ្នកមានមកហើយក្នុងពេលហ្នឹងក៏គេជូនដំណើរសិស្សច្បងផកគេដែរសិស្សច្បងផកគេក៏លើកទឹកចិត្តគេដូចគ្នាមើលសុំឯក្បាលតិចមើលតឡងយកភាពហេងអេដមិនភ្លេចណែនាំទៅថាតឡងគឺជាតួឯករងណាតិចទៀតគូផកគេនឹងចេញមកដូចគ្នាបងនេះក៏និយាយទាំងមុតមាត់ប្រាប់លោកគ្រូប៉ាគីមណានហ្មងថាគាត់នឹងលើកពានឲ្យលោកគ្រូប៉ាគីមណានឲ្យបានចំពោះគីមណានគេមានតែពាក្យជូនពរឲ្យគាត់សំណាងល្អទេពួកគេក៏បានសុំ high five ជាមួយនឹងគ្រូប៉ាគីមណានដើម្បីយកហេងដែរចំពោះគីមណានវិញគេគ្រាន់ប្រាប់ថាកុំឲ្យរងរបួសនៅពេលដែលពួកគេចេញទៅអស់នៅសល់តែ2នាក់ទេគីមណានជាមួយនឹងតឡងគីមណានគេកំពុងតែចាប់អារម្មណ៍មើលថាដៃគេឡើងក្រហមអស់ហើយច្បាច់ដៃទះដៃមិញហ្នឹងតឡងក៏បាននឹកឃើញសូគីមណានអំពីចេះខ្យងតើបងចេះខ្យងថ្ងៃណាត់មកឯមែនគីមណានក៏ឆ្លើយទៅវិញថាចេះខ្យងនិយាយប្រាប់ថាគាត់នឹងមកនៅពេលដែលគាត់ណាត់ជួបមួយអ្នកខាងក្រៅហើយប្រហែលជា1ម៉ោងទៀតគាត់មកដល់ហើយតឡងគេចាប់ផ្ដើមគិតហើយណាថាពីរអ្នកនេះអត់ស្រួលសោះដឹងពីការវិភាគគ្នាទៀតគីមណានគេមិនបានចាប់អារម្មណ៍ទេតែគេប្រាប់ឲ្យតឡងថាជោគជ័យនៅក្នុងការវឹកហាត់គីមណានកុំភ្លេចប្រាប់តឡងណាថាគាត់នៅបន្ទប់ការិយាល័យគ្រូបវឹកតែចំពោះតឡងវិញគេនៅតែគិតអត់ឈប់អញ្ចឹងថាគីមណានរស់នៅជាមួយបងចេះខ្យងមានរឿងដែលមិនសមហេតុផលហ្មងតនេះតឡងគេវឹកហាត់តែម្នាក់ឯងទេគេវឹកហាត់លោនតែវាហត់ណាសម្រាប់គេតែចេះខ្យងវិញហាក់បីដូចជាស្រួលការវឹកហាត់ហ្នឹងនៅឃើញតែចេះខ្យងឯងចេះខ្យងធ្វើអីតឡងនឹងធ្វើនឹងដែរព្រោះតែចង់ដូចគេតែថាវាមិនស្រួលទេសម្រាប់គេតាក់ជើងវិសដួលបាត់ហើយហ្នឹងក្នុង
ក្នុងពេលហ្នឹងតឡងក៏គេបានភ្ជាប់ផ្អើលនៅរឿងមួយដែរព្រោះតែចេកខ្ចុងមកក៏បញ្ញាប់ទៅសួស្ដីសិស្សច្បងចេកខ្ចុងហ្នឹងហើយក៏មានអារម្មណ៍ថាអូយឥឡូវហ្នឹងនៅតែពីរនាក់អីចៃយោគេសង្ឃឹមក្នុងចិត្តហ្នឹងណាថាតិចទៀតគេដឹងបានវឹកហាត់ជាមួយចេកខ្ចុងអីតែសល់ពេលដែលគេកំពុងតែគិតសប្បាយចិត្តហ្នឹងគេមិនដានគេបើកទ្វារមកខ្វាតែតឡងគេចាប់ផ្ដើមចាប់អារម្មណ៍លើពីរនាក់ហ្នឹងណាថាសាសនាគ្នាខុសពីធម្មតាតែថាក៏គ្មានអីចម្លែកដែរព្រោះតែសាសនាគ្នាខ្លាំងហ្នឹងឯងបានរស់នៅផ្ទះមួយគ្នាតែវាក៏ជារឿងដែលធ្វើឲ្យតឡងចំណែនបំផុតគេចង់អញ្ចឹងដែរការស្មើផុសតឡងហ្នឹងពិតជាអស្ចារ្យមែនគេថាសិស្សច្បងគេជួយបង្ខាត់គេហ្នឹងឯងគួរស្រឡាញ់អញ្ចឹងណាបងចេះខ្ចុងតែសិស្សច្បងអាចកាន់ឲ្យខ្ញុំបានអត់ហេតុអីហេតុអីបានបងឯងបាត់អេសាជាមួយខ្ញុំចឹងព្រោះតែអត់ហ្នឹងហើយហើយស្អែកចាំប្រាប់ឲ្យពួកនោះកាន់ឲ្យទៅហ្នឹងបានថាការពិតមិនដូចការគិតទេក្នុងពេលហ្នឹងតឡងគេមួម៉ៅគីមដានគេបានចាប់អារម្មណ៍ឃើញគេក៏សួរថាមានរឿងអីមែនឈឺកន្លែងណាប្រាប់គេផងតែតឡងក៏តបទៅវិញថាកែតអីទេតែគីមដានវិញគេគាត់ថាតឡងមួម៉ៅចឹងដោយសារតែគេទៅប្រកួតអត់តែខ្លួនឯងតែតឡងក៏គេតបទៅវិញថាអីទេគេនៅនឹងមើលបងចេះខ្ចុងហាត់ក៏គេវឹកហាត់តាមជាមួយដែរពេលនេះតឡងទៅនឹកឃើញសួរគីមដានថាហេតុអីបានលោកគ្រូប៉ែគីមដានហ្នឹងអត់ទៅជាមួយពួកគេចឹងគីមដានគេឆ្លើយទាំងស្ទាក់ស្ទើរហ្មងថាមកពីចេកខ្ចុងហ្នឹងអត់អនុញ្ញាតឲ្យគេទៅមកដល់ថងនេះតឡងគេកាន់តែគិតដល់ស៊ីជំរឿទៀតហើយថាពីរអ្នកហ្នឹងប្រហែលជាមានអីតែអត់ទេមិនសមហេតុផលសោះតាមពិតទៅពួកគាត់សុទ្ធតែជាមនុស្សប្រុសទាំងពីរហ្នឹងសោះពេលដែលពីរអ្នកនេះកំពុងនិយាយគ្នាចេកខ្ចុងក្តារមកឡើងលឿនហ្មងអស់ដៃគីមដានឲ្យចូលទៅក្នុងបន្ទប់មិនដឹងជាចេកខ្ចុងកើតអីទេធ្វើធម្មតាបានបិទទ្វារឡើងក្តាំងសម្រាប់តែតឡងក៏គេឆ្ងល់ដែរមិនបានខ្លាំងម៉េះរៀបនឹងទៅវឹកហាត់អីហ្នឹងក៏លឺសំឡេងចេញពីក្នុងបន្ទប់ហ្នឹងតែថាកាន់តែស្ដាប់កាន់តែមានអារម្មណ៍ថាសំឡេងទាំងអស់ហ្នឹងមិនមែនធម្មតាគេឆ្ងល់ណាតែមានរឿងអីកើតឡើងទៅចង់ដឹងពីរអ្នកហ្នឹងទៅធ្វើអីចាំមើលទៅភាគក្រោយបានយើងដឹងណាខ្ញុំសូមអរគុណបងមែនតើដែលបានជួយ support ប្អូនខ្ញុំក៏អរគុណបងដូចគ្នាដែលជួយ support ខ្ញុំណា admin អរគុណមែនតើចំពោះអ្នកដែល support admin ពិតជាមានកម្លាំងចិត្តតែ admin ក៏ស្ថិតនៅក្នុងភេទបាក់ចិត្តដូចគ្នាព្រោះតែ channel មានបញ្ហាស្អីក៏ធ្វើអត់បានចឹង admin សូមអធិស្ឋានណាជួយ subscribe admin មួយទៀតផងដើម្បីជាកម្លាំងចិត្តបាយ